មសួរអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះជីវៀថ្ងៃនេះខ្ញុំមានគំនូរមួយផ្ទាំងដើម្បីបង្ហាញចែកជូនដល់អ្នកទាំងអស់គ្នាដើម្បីទស្សនារូបគំនូរមួយផ្ទាំងនេះដែរមានតំណងជើងថាជាមួយនឹងធម្មជាតិបងប្អូនប្រហែលជានឹងយល់ពីពាក្យថាធម្មជាតិអញ្ចឹងនៅលើភពផែនដីយើងហ្នឹងសុទ្ធសឹងតែកើតឡើងពីធម្មជាតិទាំងអស់បូករួមទាំងមនុស្សសត្វរុក្ខជាតិភ្លើងខ្យល់លក្ខណៈជាដើមអញ្ចឹងកន្លងមកខ្ញុំតែងតែគូររូបបែបសម័យប៉ុន្តែលើកនេះខ្ញុំនឹងយកប្រធានបទស្នាមញញឹមបូកផ្សំជាមួយនឹងធម្មជាតិនិងនៅពីក្រោយនៃរូបផ្ទាំងហ្នឹងគឺខ្ញុំបង្កប់ដើមឈើមួយដើមដែលបញ្ចេញនៅពន្លឺដល់ចេះចង់អញ្ចឹងមូលហេតុដែលខ្ញុំដាក់ចំណងជើងបែបហ្នឹងគឺចង់បង្ហាញថាធម្មជាតិដែលកើតឡើងនៅលើផែនដីយើងហ្នឹងសុទ្ធសឹងតែមានប្រយោជន៍គុណប្រយោជន៍សម្រាប់មិនថាតែមនុស្សសត្វទូទៅទាំងអស់ហ្នឹងហើយអញ្ចឹងបើយើងនិយាយទៅបច្ចុប្បន្នកាលនេះតាមរយៈការស្រាវជ្រាវហ្នឹងឃើញថាភាវៈមានជីវិតទាំងអស់នៅលើផែនដីយើងមានប្រមាណជា175ម៉ឺនអញ្ចឹងពួកគាត់នឹងសុទ្ធសឹងតែកើតឡើងដោយធម្មជាតិមិនថាតែសត្វល្អិតហ្នឹងហើយទាំងអស់ហ្នឹងអញ្ចឹងពួកគាត់កើតមកទាំងអស់ហ្នឹងសុទ្ធសឹងតែផ្ដល់ប្រយោជន៍ដល់មនុស្សម្នាទាំងអស់បូកផ្សំទៅនឹងការស្នាមញញឹមទាំងឡាយមិនថាស្នាមញញឹមមិនថាសេចក្តីស្រឡាញ់មិនថាភាពជឿជាក់ហ្នឹងហើយភក្តីភាពរវាងគ្នានឹងគ្នាក៏អាចនិយាយបានថាវាកើតឡើងពីធម្មជាតិដែរអញ្ចឹងសម្រាប់ខ្ញុំមានថ្ងៃនេះដើម្បីគូររូបមួយផ្ទាំងចែកជូនដល់បងប្អូនអរគ្នាហ្នឹងក៏កើតឡើងពីធម្មជាតិជាអ្នកបង្កើតដែរអញ្ចឹងអាចនិយាយបានថាយើងទាំងអស់គ្នាមាននៅលើផែនដីយើងទាំងអស់ហ្នឹងគឺកើតឡើងបានដោយសារធម្មជាតិទាំងអស់ដែលជាអ្នកបង្កើតមិនមែនមនុស្សជាអ្នកបង្កើតនោះទេអញ្ចឹងសម្រាប់សម្រួមមកថ្ងៃនេះខ្ញុំចង់ផ្ដល់ជាទស្សនៈក៏ដូចជាប្រព័ន្ធមានខ្លះចែកជូនដល់បងប្អូនអរគ្នាគឺចង់ឲ្យបងប្អូនអរគ្នាចែករំលែកក្តីស្រឡាញ់ទៅដល់ធម្មជាតិហ្នឹងហើយព្រោះអីធម្មជាតិជាអ្នកសង្គ្រោះក៏ដូចជាផ្ដល់ឲ្យយើងមានជីវិតដល់រាល់ថ្ងៃនេះអញ្ចឹងមួយទៀតចង់ឲ្យយើងអ្នកគ្នានឹងចេះស្រឡាញ់បរិស្ថានតាមរយៈការបដោះគំនិតដល់កូនក្មេងឲ្យគាត់ចេះស្រឡាញ់បរិស្ថាននៅជុំវិញខ្លួនយើងហើយនឹងនៃមួយទៀតគឺចង់បង្កប់ថាយើងបានជាកើតជាមនុស្សម្នាក់នៅក្នុងពិភពលោកយើងនេះហើយត្រូវតបស្នងទៅកាន់ធម្មជាតិវិញតាមរយៈការថែរក្សាធម្មជាតិនឹងឲ្យនៅគង់វង្សជាយូរអង្វែងតទៅមុខទៀតហ្នឹងហើយអត្ថន័យរួមនៅក្នុងរូបភាពទាំងមូលហ្នឹងគឺខ្ញុំចង់បង្ហាញអញ្ចឹងអត្ថន័យក្តោបគឺការដល់ក្តីស្រឡាញ់ជូនដល់ធម្មជាតិដែលគាត់បានបង្កើតយើងគ្រប់គ្នាមកវិញហើយនឹងធ្វើមានពាក្យពេចន៍ឆាបតបស្នងទៅលើគុណតម្លៃឬគុណដែលគាត់បានបង្កើតយើងមកហ្នឹងអញ្ចឹងនិយាយតាមត្រង់ទៅខ្ញុំមានថ្ងៃនេះក៏ដោយសារតែធម្មជាតិហើយបងប្អូននៅកំពុងទស្សនារូបផ្ទាំងហ្នឹងអញ្ចឹងក៏កើតឡើងក៏ដោយសារតែធម្មជាតិដែរអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ពីពាក្យអត្ថន័យដ៏ជ្រៅជ្រះនៃពាក្យធម្មជាតិហ្នឹងហើយនេះជាគុណតម្លៃនៃធម្មជាតិទាំងមូលដែលមាននៅលើផែនដីយើងបាទហ្នឹងហើយអរគុណមានតែប៉ុណ្្នឹងបាទអរគុណ